ខ្ញុំសូមបង្ហាញថាតើយើងចាប់ផ្ដើមអាជីវកម្មអនឡាញដំបូងយើងត្រូវមានអីខ្លះសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនបានឃើញវីដេអូមុនមកហើយដែលខ្ញុំបាន intro បង្ហាញបងប្អូនអំពី digital marketing ដែលខ្ញុំចាប់ផ្ដើមជូនបងប្អូនឥឡូវនេះខ្ញុំសូមបង្ហាញថាតើយើងចាប់ផ្ដើមអាជីវកម្មអនឡាញដំបូងយើងត្រូវមានអីខ្លះប្រសិនបើបងប្អូនចង់ឲ្យខ្លួនឯងក្លាយទៅជាអ្នកលក់អនឡាញនិយាយស្រួលស្ដាប់អ្នកលក់អនឡាញឬក៏អ្នកធ្វើទីផ្សារអនឡាញឬក៏អ្នកជំនាញផ្នែកអនឡាញដើម្បីដោះស្រាយបញ្ហាជូនអតិថិជនទី1បងប្អូនត្រូវតែជាមនុស្សដែលមានចំណេះដឹងខ្លះៗតាក់ទងជាមួយនឹងភាសាអង់គ្លេសភាសាអង់គ្លេសគឺចាំបាច់បើទោះបីតែរាល់ថ្ងៃបច្ចេកវិទ្យា AI ច្រើនក៏ពិតមែនជួយយើងក៏ពិតមែនតែប្រសិនបើយើងអត់មានមូលដ្ឋានពីភាសាអង់គ្លេសទេបងប្អូនពិបាកតែមិនមែនមានន័យថាមិនចាប់ផ្ដើមបានទេបងប្អូនអាចចាប់ផ្ដើមបានតែគាត់ថាក្នុងពេលដែលបងប្អូនចាប់ផ្ដើមរកស៊ីអនឡាញបងប្អូនរៀនអង់គ្លេសផងបងប្អូនរៀន digital marketing ផងទី2ឧបករណ៍ដែលយើងត្រូវមានដូចជាប្រភេទទូរស័ព្ទដែលយើងអាចថតបានបច្ចុប្បន្ននេះអត់មានណាគេអត់ទេប្រភេទទូរស័ព្ទ smartphone ហើយខ្ញុំអាច recommend បងប្អូនប្រើបើសិនជាប្រភេទ iPhone បងប្អូនអាចប្រើ iPhone 13ទៅបើក្រោម13អាចប្រើត្រឹម12 11បានហ្នឹងហើយវីដេអូអាចយកបានត្រឹម12 11ប៉ុន្តែបើប្រើ13យើងមានមុខងារ cinematic សម្រាប់ការថតវីដេអូយើងងាយ color នៃវីដេអូហ្នឹងវាល្អរូបភាពក៏វាល្អដែរ tool ដែលយើងត្រូវមានដតីទៀតឧទាហរណ៍ប្រសិនបើយើងបើអាចមានកុំព្យូទ័រចេះកុំព្យូទ័រចេះភាសាកុំព្យូទ័រដែលយើងត្រូវចេះ Word Excel ក៏បានដែរបងប្អូនចេះតែ Word Excel ក៏បងប្អូនអាចចាប់ផ្ដើមអាជីវកម្មអនឡាញសំណួរសួរថាហេតុអីបានជាយើងត្រូវចាំបាច់ចេះ Word Excel ពីព្រោះ Word Excel នេះវាគឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងការចាប់ផ្ដើមអាជីវកម្មអនឡាញយើងត្រូវមានការគ្រប់គ្រង stock យើងត្រូវមានរបាយការណ៍ព័ត៌មានយើងត្រូវរៀបចំផែនការយើងត្រូវទៅសេរបាយការណ៍គឺយើងប្រើប្រភេទ Word Excel សម្រាប់ធ្វើកិច្ចការងារហ្នឹងតែប្រសិនបើបងប្អូនអត់ចេះឬក៏អត់មានកុំព្យូទ័រទេមានតែទូរស័ព្ទបងប្អូនអាចចាប់ផ្ដើមបានដូចគ្នាតែគាត់ថាប្រើពេលយូរឬក៏យើងត្រូវប្រឹងបន្តិចធ្វើអាជីវកម្មអនឡាញការចាប់ផ្ដើមអាជីវកម្មអនឡាញមិនមែនគ្រាន់តែគិតហើយគ្រាន់តែចង់ឲ្យធ្វើបានទេត្រូវ commit ខ្លួនឯងហ្មងក្នុងមួយថ្ងៃបើសិនជាយើងកំពុងតែធ្វើការយើងត្រូវចាយពេល 30% នៃពេលវេលារបស់យើងឬក៏ 20% ឲ្យច្បាស់ទៅសេផែនការខ្លួនឯងឲ្យច្បាស់ចាប់ផ្ដើមពីម៉ោងណាដល់ម៉ោងណារៀន digital marketing ហើយរៀនហើយអនុវត្តវាបន្តិចម្ដងបងប្អូនអាចយកពេលវេលាទៅលេង Facebook ទៅលេង TikTok ទៅថតវីដេអូបង្ហាញគេឲ្យគេស្គាល់ឲ្យគេឃើញប៉ុន្តែបងប្អូនអត់យកពេលវេលាហ្នឹងយកទៅធ្វើខ្លួនជាអ្នកផ្សារអនឡាញអ្នកធ្វើទីផ្សារដោយពិតប្រាកដដោយខ្លួនឯងបងទាំងអស់គ្នាត្រូវធ្វើខ្លួនជាអ្នកផ្សារមានន័យថាពីមុនមកយើងចង់ទៅផ្សារឬក៏បងប្អូនចង់លក់អីមួយបងប្អូនត្រូវទិញតូបបងប្អូនត្រូវរកទីតាំងដែលល្អមានមនុស្សដែលច្រើនទីតាំងខ្លាញ់អីចឹងទៅតំបន់គេហៅតំបន់ស៊ូនដែលល្អសម្រាប់ការលក់ប៉ុន្តែបច្ចុប្បន្ននេះប្រសិនបើបងប្អូនមានខ្លួនជាផ្សារអនឡាញមួយបងប្អូនអាចលក់បានគ្រប់បែបយ៉ាងទាំងអស់បងប្អូនជាផ្សារបងប្អូនមិនមែនជាតូបទេបងប្អូនជាផ្សារពេលណាដែលយើងចាប់ផ្ដើមអាជីវកម្មអនឡាញយើងត្រូវធ្វើខ្លួនជាផ្សារអញ្ចឹងយើងធ្វើជាសាធារណបុគ្គលហើយពេលដែលយើងក្លាយទៅជាសាធារណបុគ្គលនោះយើងនឹងអាចចាប់ផ្ដើមអាជីវកម្មអនឡាញបានហើយអញ្ចឹងទី1យើងយកពេលវេលារបស់យើងឲ្យច្បាស់កំណត់ផែនការពេលវេលាដែលយើងត្រូវចាប់ផ្ដើមនឹងថាតើយើងយកពេលវេលាណាសម្រាប់ការរៀនអនឡាញត្រូវរៀនបន្ថែមសម្រាប់ការធ្វើទីផ្សារអនឡាញមិនអាចកំណត់ខ្លួនឯងថាត្រូវតែធ្វើប៉ុណ្្នឹងទេបច្ចេកវិទ្យា AI រាល់ថ្ងៃគឺដើរជានិច្ចអញ្ចឹងបងប្អូនត្រូវរៀនពីសិស្សច្បងរៀនពីរៀនច្បងបង់លុយសិក្ខាសាលារៀនប៉ុន្តែបើរៀនជាមួយខ្ញុំអត់អស់លុយទេពីព្រោះខ្ញុំចែករំលែកជូនបងប្អូនហ្វ្រីពីមុនមកមេរៀនដែលខ្ញុំចែកក្នុងមួយនាក់ក៏ខ្ញុំយកចន្លោះពី$300 ទៅ$500សម្រាប់ការធ្វើទីផ្សារអនឡាញដែរប៉ុន្តែឥឡូវនេះបងប្អូនគ្រាន់តែ follow page ទៅបងប្អូននឹងបានរៀនហ្វ្រីហើយ join Telegram ទៅខ្ញុំមានចែករំលែកចំណេះដឹងជូនបងប្អូនហ្វ្រីអរគុណច្រើន